មួយនេះ file processor កន្លែងក្នុង document នេះគេមិនឲ្យយើង enable ទេកន្លែងនេះគឺជាចំណុចសំខាន់ដែលយើងត្រូវ enable អញ្ចឹងបើសិនយើងអត់ enable ទេគឺវាពេលយើង start ទៅជាមួយនឹង network device របស់យើងគឺវាអត់ log in as បានអញ្ចឹងខ្ញុំសុំតានេះមកបើកវាមួយមកលោកសរសេរដល់គ្នាហ្នឹងឯងវីដេអូហ្នឹងខ្ញុំចង់ឲ្យទៅជាមួយការ install Pinet Lab ហ្នឹងឯងអញ្ចឹងអូខេអញ្ចឹងទៅមួយ Pinet Lab ខ្ញុំបាននិយាយរួចហើយក៏បានរៀបរាប់ដែរថាវាជាអីចឹងណាជាវីដេអូហ្នឹងខ្ញុំមកបង្ហាញទៅជាមួយការ install Pinet Lab ហ្នឹងឯងដោយសារត្រូវការរបស់យើងវាមាន VMware នេះហើយជាមួយនឹង file Pinet Lab មួយអញ្ចឹងខ្ញុំអត់បានបង្ហាញទៅជាមួយការ download VMware ទេដោយសារខ្ញុំមានប្រឡងស្រាប់ហើយអញ្ចឹងបើអ្នកនរគ្នាចង់បានអាចចូលទៅកាន់ channel របស់ខ្ញុំនឹងតម្លាក់ VMware ក៏ដូចជា file Pinet Lab ហើយ resource មួយចំនួនដែលយើងជាត្រូវការក្នុងការ set up ទៅជាមួយនឹង network requirement របស់យើងអញ្ចឹងខ្ញុំនឹងតម្លាក់កន្លែងនេះអញ្ចឹងអ្នកនរគ្នាចង់បានអាចចូលទៅកាន់ channel នឹង download បានហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំមាន VMware ហើយខ្ញុំមាន VMware ហើយអញ្ចឹងខ្ញុំត្រូវការថា Pinet Lab file ទេអញ្ចឹងយើងវាយមក Pinet Lab download អញ្ចឹងមកយើងចូលកាន់ Pinet Lab download ចូលមកនេះ Pinet Lab file មកហើយកន្លែងនេះគេមាន document បង្ហាញយើងទៅជាមួយនឹងការ install អញ្ចឹងណានេះ install Pinet Lab ហើយមាន step មានអីខ្លះតែអ្វីដែលខ្ញុំ focus សំខាន់គឺកន្លែងនេះបើយើងប្រើ VMware គឺយើងត្រូវ enable មួយនេះគឺ visualize នេះ Intel VT នេះអានេះគឺសំខាន់អញ្ចឹងកាលណាបើយើងអត់ enable វាទេពេលយើង start ឧទាហរណ៍ដូចជា Microtik ឬក៏ start ជាមួយនឹង device របស់យើងគឺវាអាច OpenSSH ចូលទៅកាន់ device នឹងបានទេអញ្ចឹងណាអញ្ចឹងគឺដាច់ខាតគឺត្រូវតែ enable កន្លែងនេះអូខេអញ្ចឹងខ្ញុំនឹង download នៅក្នុងនេះអញ្ចឹងខ្ញុំ click download នេះក្រោមនេះអូខេក្រោមនេះ link អញ្ចឹងវាមាន option 3យើងអាច download បានអញ្ចឹងខ្ញុំពេលខ្ញុំប្រើតាម Google Drive គេ share មកក្នុងនោះអញ្ចឹងយើងអាចចូល download បានអញ្ចឹងយើងចុច download មកអូខេ download អ្វីមកអញ្ចឹងខ្ញុំសុំដាក់ទៅកន្លែង virtual machine Pinet Lab resource អញ្ចឹងខ្ញុំសុំដាក់ក្នុង VMware ហ្នឹងអញ្ចឹងជាមួយគ្នាហ្នឹងអូខេខ្ញុំដាក់កន្លែងហ្នឹងស្រួលខ្ញុំ route ទៅយកអូខេអញ្ចឹងយើងចាំវាមកស្ទុះសិនមកចាំពេលវាចប់យើងនឹងចាប់ដើម install ទៅលើ VMware អញ្ចឹងអូខេអញ្ចឹងបន្ទាប់ពីរងចាំអស់រយៈពេល 3000 ម៉ោងមកយើងក៏បាន install ហើយdownload បានហើយអញ្ចឹង 2G ជាងថ្ងៃបន្ទាប់មកយើងចូលមកកាន់ file ដែលយើង download បានមកចូលកន្លែងអូខេ drive resource VMware មួយទៀតនោះខ្ញុំចង់បញ្ជាក់ទៅកន្លែងហ្នឹងបើសិនជាយើងបង្កើត VMware ហើយយើងប្រើទៅ raw file ហ្នឹងគឺវាអត់ដើរទេអាហ្នឹងអត់ដឹងខេនរបស់ខ្ញុំមិនណាតែខេនខ្ញុំគឺអត់ដើរហ្មងអញ្ចឹងថាយើងបង្កើតថ្មីមួយហើយយើងប្រើទៅ raw file ហ្នឹងមកទៅឡើងគឺអត់ដើរទេអញ្ចឹងយើងបើក run នៅលើហ្នឹងហ្មងអញ្ចឹងយើង double click លើវាមកហើយវានឹង open មកកាន់ VMware automatic មកអញ្ចឹងយើងគ្រាន់តែដាក់ឈ្មោះម៉ាស៊ីន Pinet Lab យើងមកខ្ញុំដាក់ Pinet Lab អញ្ចឹងចាអូខេហើយនេះគឺជា location ដែលវានឹង store អញ្ចឹង location នេះយើងដាក់ឲ្យរាងធំតិចទៅខ្ញុំអាចដាក់ 150G មកទៅតែខ្ញុំសូមប្រើវាមកដាក់នៅកន្លែងនេះដោយសារខ្ញុំបានបង្កើត folder មួយហើយសម្រាប់ដាក់នៅ file ទាំងអស់ហ្នឹងអញ្ចឹងដូចជា DPC ហើយខ្ញុំតែទី virtual machine ខ្ញុំបង្កើតនៅនេះហើយខ្ញុំសូមដាក់នៅកន្លែងហ្នឹងហើយ import ចូលមកអញ្ចឹងយើងចាំវាតិចសិនឲ្យវា import ចូលសិនអូខេចឹងបន្ទាប់មកវាបានមួយអូខេវានឹងបាន Pinet Lab មួយនេះឈ្មោះយើងដាក់មិញហើយយើងចូលកាន់ edit មកដើម្បីយើង customize មួយចំនួនទៅជាមួយ requirement របស់វាអញ្ចឹងណាអញ្ចឹង storage ប្រហែលជាវាចាប់ពីកាលមុនដោយសារកាលមុនខ្ញុំធ្លាប់ដាក់អញ្ចឹងខ្ញុំរក 10G អញ្ចឹងចាខ្ញុំ RAM CPU ខ្ញុំដាក់ 4 core ហើយ hard disk កន្លែងនេះប្រហែលជាវា set ពីកាលមុនដោយសារកាលមុនខ្ញុំធ្លាប់ឡើងម្ដងទៅខ្ញុំដាក់វា 100G ឥឡូវវាចាប់ចាស់អញ្ចឹងខ្ញុំអូខេកន្លែងនេះគឺអត់អីខ្ញុំប្រើប៉ុណ្ណឹងក៏បាន 100G ប៉ុណ្ណឹងក៏បានខ្ញុំជិះ customize ច្រើនហើយតែដូចមួយណានេះគឺយើងត្រូវ connect មួយនេះ connect power on អញ្ចឹងពេលយើងបើកមកវា connect មកអានេះគឺខ្ញុំ recommend លុបចោលដោយសារយើងប្រើក្នុង local យើងទេអញ្ចឹងយើងមិនបាច់ទុកទេយើងចូលលើវានេះមកហើយយើងចុច remove ចោលយើងអត់ប្រើទៅការប្រើ preset ដោយសារយើងប្រើតែទៅមួយ Pinet Lab យើង connect ទៅជាមួយនឹង local machine របស់យើងទេអញ្ចឹងអត់អាចឲ្យវាមកប៉ះពាល់ជាមួយនឹង network ខាងក្រៅអញ្ចឹងណាអញ្ចឹង storage នេះខ្ញុំអូខេអត់អីខ្ញុំប្រើ 100G នឹងក៏បានដែរដូចជាវាអត់ត្រូវការអីធំៗដែរខ្ញុំប្រើ 100G នោះសំខាន់ចំណុចដែលសំខាន់គឺមួយនេះអូខេមួយណាចានេះមួយនេះ file processor នេះកន្លែងក្នុង document នេះគេមិនឲ្យយើង enable ទេកន្លែងនេះគឺជាចំណុចសំខាន់ដែលយើងត្រូវ enable អញ្ចឹងបើសិនយើងអត់ enable ទេគឺវាពេលយើង start ទៅជាមួយនឹង network device របស់យើងគឺវាអត់ log in as បានអញ្ចឹងខ្ញុំសុំតានេះមកបើកវាមួយមកវាឆ្លើយទៅមួយ CPU នេះយើងអាចបើកក៏បានអត់ក៏បានអូខេប៉ុណ្ណឹងដូចជាមានតែប៉ុណ្្នឹងអញ្ចឹងខ្ញុំសុំអូខេមកហើយខ្ញុំ power on វាយកមកដើម្បីតម្លើងវា boot វាចូលទៅកាន់ VMware របស់យើងអញ្ចឹងអូខេចាំតិចឥឡូវវាកំពុង boot វាចូលហើយអូខេបន្ទាប់មកគឺវាបានបែបហ្នឹងអញ្ចឹងមានន័យថាវាទទួលបាន IP ពី NAT ដែលយើងបានដាក់ហ្នឹងឥឡូវវាបាន IP ហ្នឹងហើយ
នឹង IP 128 អូខេអញ្ចឹងយើង enter មួយមកចូលហើយ default user name ដូចជា user root password pnet សតទៅចឹងហ៎ pnet អូខេអញ្ចឹងយើងបានប៉ុណ្ណឹងអញ្ចឹងវាទាយើងដាក់ទៅមួយ password root មួយសារទៀតដើម្បីយើង change password អញ្ចឹងខ្ញុំសុំដាក់ admin មក admin អញ្ចឹងវាអត់សូវទេអញ្ចឹងយើងគ្រាន់តែវាយនៅក្នុង keyboard របស់យើងទៅ enter ហើយនេះដូចជាយើងអាច skip បានហ្នឹងហើយយើងអាចលុបចោលបានដោយសារ domain name គឺយើងអត់ត្រូវការប្រើទេអញ្ចឹងកន្លែងនេះយើងចង់បាន static ឬក៏ DHCP អញ្ចឹងតែធម្មតា Pnet គឺយើងដាក់ static ហ្នឹងហើយដើម្បីឲ្យវា IP វាចាប់បានតែ IP នឹងតែមួយអញ្ចឹងកុំឲ្យវាប្រែប្រួលស្រួលយើង login តាម web តាមក្រោយអញ្ចឹងអូខេមកអញ្ចឹងកន្លែងនេះNTP server ដូចជាយើងអត់ត្រូវការប្រើទេ enter អញ្ចឹងកន្លែងនេះគឺយើងប្រើតេតូនមួយនឹង direct connect មកអូខេអញ្ចឹងបន្ទាប់មកគឺយើងអូខេមកហ្នឹងហើយចឹងទៅវាអូខេវានឹងសូននៅកន្លែងនេះអូខេពេលយើងបាត់មកអ្នកនរអាចចុចឧទាហរណ៍យើងចូលពងប្រាំងខាងក្នុងបាត់មកយើងអាចចុច control alt ដើម្បីវាចេញពីឧទាហរណ៍បាត់មកយើងចុច control alt ដើម្បីលោតចេញក្រៅវិញអូខេនឹងតែប៉ុណ្្នឹងទេអូខេបន្ទាប់មកគឺយើងបានហើយយើងសាក login ចូលទៅកាន់ចូលទៅកាន់ web browser របស់យើងថាវាអាច access បានសំខាន់យើង ping មើលសិនថាវាស្គាល់អត់ចឹងដូចជា IP វិញចុច 244.128 យើង ping 192.168.244.128អូខេ transmit file ហើយអាចនឹង error អីមួយចំនួនហ្នឹងអញ្ចឹងយើង reboot វាចោលមួយមកuser root password ដែលយើង set មិញអូខេ admin ហើយអញ្ចឹងយើង reboot វាចោលមួយមកដើម្បីឲ្យវាមានបញ្ហា error មួយចំនួន ping អត់ស្គាល់ទេអូខេចាំមើលវា start ភាសាទៀតហើយយើងចាប់ផ្ដើមទៅជាមួយនឹងការ login តាម web browser ភាសាទៀតអូខេតោះមកគឺវាបាន start ហើយអញ្ចឹងសាក ping វាមួយសាទៀត128 transmit error អីចាស់បងប្អូនគ្នាអូដោយសារអ៊ីនធឺណិតខ្ញុំអត់ឡើងអញ្ចឹងទៅប្រហែលជាវាអត់ស្គាល់អីនេះខ្ញុំអត់ដឹងមិនដែរ laptop ខ្ញុំពេលយើងទៅឡើងមួយពី net lab ហ្នឹងទៅគឺ network វា error រហូតអញ្ចឹងវា driver វាមានអារម្មណ៍ថាវាអាច conflict គ្នាអញ្ចឹងណាតែទៅមួយ driver វាបាត់ wifi អញ្ចឹង wifi នេះគឺវាបាត់អញ្ចឹងខ្ញុំទៅមួយ adapter អញ្ចឹងខ្ញុំសាក scan វាមួយសាទៀតអូខេនេះមកវិញហើយអូខេអញ្ចឹងខ្ញុំសុំបញ្ចូលវាមួយសាទៀតកាន់ wifi អូខេចូលហើយខ្ញុំសុំ ping មួយសាទៀត time out អត់ស្គាល់ping អត់ស្គាល់ទេ ping អត់ស្គាល់ខ្ញុំសុំចូលទៅមើល setting វា close វាសិន turn off វាសិនមកខ្ញុំសុំមើល setting វាមួយសាទៀតណាត់អូខេអញ្ចឹងយើងប្រើ custom មួយមកណាត់របស់យើងប្រើ Pnet 8ហ្នឹងមកអូខេ VM start វាមួយសាទៀតឲ្យវា start សិនមកចូលមើល network adapter របស់ខ្ញុំអូដោយសារវា disable អស់អញ្ចឹងណាតែមុនខ្ញុំ disable ចោលដោយសារវាមានបញ្ហាជាមួយនឹងហ្នឹងឯងតោងជាមួយនឹង driver ខ្ញុំសុំបើកមិញដោយសារខ្ញុំប្រើ VM net 8ខ្ញុំ enable នឹងមួយអូខេអញ្ចឹងខ្ញុំសុំធ្វើការ ping ភាសាទៀត 8.244.128 អូខេឥឡូវគឺស្គាល់ហើយអញ្ចឹងមានន័យថាយើងអាច login វាចូលទៅកាន់ Pnet lab តាម web បានហើយអញ្ចឹងខ្ញុំសុំចូលមកកាន់ lab មកហើយខ្ញុំលុបចោលដូចជាលេងត្រូវការអីអញ្ចឹងទៅជាមួយ file Pnet lab និង file VMware អីបងប្អូនគ្នាអាចអត់មានទេអាចចូលទៅកាន់ channel Telegram របស់ខ្ញុំនឹងតម្លាក់ឲ្យនៅក្នុងនឹងអញ្ចឹងណាអូខេអញ្ចឹងខ្ញុំសុំធ្វើការ login តាម web 192.128 enter អូខេបន្ទាប់ពីចូលមកគឺវាចេញបែបនេះអញ្ចឹងគឺយើងត្រូវការប្រើ login ប្រើតាម online ឬក៏ offline តែ recommend របស់ខ្ញុំគឺមិន recommend ទេអានេះទៅជាមួយនឹង scenario របស់ខ្ញុំគឺខ្ញុំប្រើ offline ដោយសារខ្ញុំតម្លើងវានៅលើ local machine របស់ខ្ញុំនឹងអញ្ចឹងមានន័យថាខ្ញុំបើខ្ញុំប្រើ offline អញ្ចឹងលោកតែយើងបើក VMware នេះទៅវាអាចប្រើបានតែបើយើងតម្លើង online អញ្ចឹងមានន័យថាយើងតម្លើងនៅលើ server ឬក៏លើ cloud លើអីអញ្ចឹងមានន័យថាយើងអាច save ទៅវាបានគ្រប់ពេលអញ្ចឹងមានន័យថាវា auto បើក24ម៉ោងលើ24ម៉ោងមកអញ្ចឹងកាលណាយើងតម្លើង online ទៅតម្លើង online វាច្រើនយើងតម្លើងនៅលើ cloud លើអីអញ្ចឹងដើម្បីយើង save ទៅវាបានគ្រប់ពេលតែនេះយើង save ទៅវាលោកតែយើងចូលបើកនៅក្នុង VMware នេះទៅយើងអាច save បានអញ្ចឹងខ្ញុំតម្លើង offline mode អូខេអញ្ចឹងទៅកន្លែងនេះគឺ username password ដែលយើងបាន change នៅពេលដែលយើងតម្លើង VM មិញពេលតម្លើង Pnet lab មិញយើងបាន change password user អញ្ចឹងតែទៅមកនេះ user មិញដូចជា user root ទេតែនៅក្នុងនេះដូចជា login តាមរយៈ user admin តែខ្ញុំសុំសាក root សិនដោយសារខ្ញុំអត់ចាំដែរណាហើយ password ខ្ញុំដាក់ admin ហើយ reCAPTCHA នេះយើងដាក់ td ໄວតាមវាមក username is not existing ចឹងមានន័យថា login តាម web គឺយើងប្រើ admin ចឹង login តាមនេះតាម CLI នេះតាម terminal នេះគឺយើងប្រើ user root តែ password ដូចគ្នាទេ
ចឹងសុំដាក់វា h សារទៀតរង password admin រង reCAPTCHA អីយ៉ា ohអូខេរង password មិនចេះហីឆេងមិនដាក់ password admin សិន admin ឬក៏ login default password pnet lab សាក pnet lab សិន pnet not pnet lab pnet stick note មកចឹងសុំដាក់ stick note មកចឹង user admin password pnet សាកតែមើលមកpassword pnet admin ថ្ងៃនេះ DJ reCAPTCHA login អូខេអញ្ចឹងយើងចូលមកហើយបន្ទាប់ពីចូលមកបានគឺអូខេអញ្ចឹង pnet lab របស់យើងមានន័យថាជោគជ័យក្នុងការ install គេតែខ្ញុំសូមរៀបរាប់ពីចំណុចមួយចំនួនដែលយើងអាចប្រើបានអញ្ចឹងជាដើម្បីឲ្យវាងាយស្រួលអញ្ចឹងយើងសូមរៀបចំកាត់ folder មួយមកថាយើងដាក់ folder អីគេថាយើងរៀន firewall អញ្ចឹងយើងដាក់ firewall forget firewall អញ្ចឹង firewall courses ត្រូវអត់ហ្នឹងនេះ courses courses អូខេប៉ុណ្ណឹងតើមកយើងបង្កើតជាអានេះមានតែយើងបង្កើត folder មួយគេ enter មួយមកអូខេអញ្ចឹងយើងបានមួយហើយអញ្ចឹងយើងចូលទៅកាន់ folder មកលុបអេនសារទៀតច្រឡំដៃចេញដល់ហើយរង reCAPTCHA WX ច្រឡំដៃលុបចេញក្រៅបាត់អូខេអញ្ចឹងមានន័យថាកន្លែងនេះគឺនៅក្នុង root directory នេះយើងបង្កើត folder មួយហើយចូលកាន់ folder ហ្នឹងហើយយើងបង្កើត add file បានមួយអញ្ចឹងណាហើយខ្ញុំដាក់ fortiget អញ្ចឹងនេះឈ្មោះ lab របស់យើងហើយចុច add មកអូខេអញ្ចឹងមានន័យថាយើងទទួលបាននេះ pnet lab មួយហ្នឹងហើយអញ្ចឹងកន្លែងនេះគឺ option មួយចំនួនដែលខ្ញុំអាចប្រាប់បានកន្លែងនេះគឺយើងប្រើដើម្បី add object មានន័យថាយើងដូចយើង right click ហើយយើងយក add node add អីចឹងណា add network device យើងចូលអញ្ចឹងតែនេះសម្រាប់ add object មានន័យថា add device add អីចូលថ្មីកន្លែងនេះ setting node របស់យើងយល់ទៅអត់មានអីច្រើននេះ picture យើងអាច customize ទៅជាមួយលើនេះបានយើងអាច customize ដាក់ជារូបភាព network រូបភាពអីក៏បានយើង customize បានទាំងអស់អញ្ចឹងវាជា open source អញ្ចឹងឯងដែរអានឹង refresh topology យើងក៏ refresh ហ្នឹងទេធម្មតាទេហើយនេះ lock lab មានន័យថាយើងអាច lock ជាមួយនឹង password ឧទាហរណ៍យើងយក network device មក4 5 6អញ្ចឹងយើងដាក់ចូលឧទាហរណ៍ខ្ញុំតេស្តមួយអញ្ចឹងចង់គៀងតាមនេះឧទាហរណ៍ខ្ញុំ add មួយអូខេខ្ញុំសុំកាត់កន្លែងហ្នឹងតិចកន្លែងនេះយើងតឡើងមកដំបូងគឺយើងមានតែពីរហ្នឹងទេ Docker IO ហើយជាមួយនឹង Virtual PC នេះ Virtual PC ហ្នឹងPC ដែលយើងប្រើហ្នឹងដូចជាយើងប្រើ command line សុទ្ធតែហ្នឹងអត់មានជា image អត់មានអីច្បាស់លាស់ទេចឹងឧទាហរណ៍យើងមាន network diagram យើងមួយចឹងឧទាហរណ៍យើងអត់ចង់ឲ្យវាប្រែប្រួលអត់ចង់ឲ្យវាឧទាហរណ៍យើង config ចុះ fix ឡើងទៅវាអាចយើងអូសចុះឡើងចឹងយើង lock វា lock lab ចឹងដាក់ password ទៅវា lock ចូលហើយឧទាហរណ៍ password 123 password not match ទេ23 123អូខេចឹងនៅតែ lock ហើយចឹងយើងទាញអត់បានចឹងយើង lock ចឹងស្រួលដែរចឹងយើង close នេះគឺ close lab យើងហើយយើងចូលទៅកាន់ folder របស់យើងមិញវិញហើយ destroy មានការលុប lab ចូលទាំងអស់ចឹង system setter នេះទៅមួយយើង check CPU check RAM របស់យើងថាពេលយើង run ឧទាហរណ៍យើង run image ច្រើនថា RAM CPU របស់យើងវា C អស់ប៉ុន្មានអីប៉ុន្មានចឹងវា report ឲ្យមកនៅក្នុងនេះទាំងអស់ហ្នឹងកន្លែងនេះដូចជា SM console តែមានអីច្រើនណាស់កន្លែងហ្នឹង admin ហើយ log out តែប៉ុណ្ណឹងអូខេអញ្ចឹងវីដេអូហ្នឹងខ្ញុំដូចជាមានតែប៉ុណ្្នឹងទេក្នុងការតឡើង pnet lab អញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញទៅជាមួយនឹងការ upload image ចូលទៅកាន់ pnet lab របស់យើងដើម្បីយើងមាន image ច្រើននៅក្នុងនេះហើយខ្ញុំ unlock lab វិញសិន1 2 3 unlock អូខេអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញទៅជាមួយនឹងការ upload image អីចូលអញ្ចឹងណាព្រោះថាមាន switch router អី firewall អី magnetic អីបញ្ចូលមកក្នុងនេះដើម្បីយើងប្រើការជារកការក្នុងការ configuration របស់យើងអូខេ